វាមានរូបមន្តរបស់វាចានេះគឺរូបមន្តដាក់ចិត្តតិចចិត្តដល់ stop ឡោះហើយបងប្អូនញាក់សាច់ដូចខ្ញុំបានប្រាប់គឺនៅពេលដែលកម្រៃយើងយកកម្រៃច្រើនផុតតាមតែទីផ្សារអាចយកបានដែលតាមតែទីផ្សារអាចឲ្យយើងបានក៏ប៉ុន្តែប្រសិនបើទីផ្សារយកវាពីយើងវិញយើងត្រូវកំណត់ឲ្យវាយកកំណត់ដោយការពេញចិត្តឲ្យវាយកdown មកប្រហែលពេលនេះដក44 pips ដក44 point down 44 point នេះគឺជារូបមន្តបងប្អូន trader នៅក្នុងករណីយុទ្ធសាស្ត្រ school run bar គឺយើងពិចារណាទៅលើ SB signal bar ដែលបន្ទាប់ពីទីផ្សារបើកនៅម៉ោង9 15នាទីដំបូងវាបិទក្រោយពេលទីផ្សារបើកនៅម៉ោង9ហើយវាមាន candlestick បន្ទាប់គឺ candlestick 15នាទីក្រោយពីម៉ោង9ខ្ញុំបញ្ជាក់ម្ដងទៀតជាច្រើនលើកចន្ទសារដើម្បីឲ្យគេចាំនេះគឺជា signal bar ប្រសិនបើទីផ្សារធ្វើការជួញដូរនៅលើនៃ signal bar នេះគឺជាករណីដែលយើងត្រូវធ្វើការពិចារណាចូល buy long ប្រសិនបើទីផ្សារធ្វើការជួញដូរនៅក្រោមនៃ signal bar យើងធ្វើការពិចារណានៅក្នុងការ sell short sell below the low of the signal at the signal bar គឺយើងធ្វើការពិចារណាបែបហ្នឹងនេះជារូបមន្តជឿមិនជឿសិក្សាបន្តហើយកន្លែងសិក្សានៅកន្លែងនេះ Discord របស់ខ្ញុំសិក្សាមកធ្វើការ research មកជាច្រើនខែរាប់ចាប់ពីខែ July ខែ 7គេឃើញលទ្ធផលនេះគឺជាលទ្ធផលដែលខ្ញុំធ្វើការសរុបទិន្នន័យថាតើវាឈ្នះប្រមាណចាញ់ប្រមាណបាទនៅកន្លែងនេះអូខេទិន្នន័យសរុបបែបនេះទាំងអស់ប្រហែលខ្ញុំធ្វើការសិក្សាស្រាវជ្រាវទៅលើប្រតិកម្មតម្លៃចំនួនប្រមាណថ្ងៃចំនួនប្រមាណសកម្មភាពតម្លៃចូល come on កុំយឺតបានអត់ខ្ញុំអត់ចូលចិត្តយឺតសោះប្រតិកម្មតម្លៃទៅលើនេះចំនួន90ប្រតិកម្មតម្លៃសរុបមកគឺ work តម្រូវការបានតែឈ្នះ45ទៅលើ100 point ជាងឈ្នះ9ទៅលើជាង50 point ឈ្នះ10
មួយទៅលើជាង10 point back ទៅកម្រៃវិញ back up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  វាមានយុទ្ធសាស្ត្រtechnical analysis fundamental analysis ហើយនឹងវាមានshort mon analysis គឺជាយុទ្ធសាស្ត្រមួយដែរ short mon analysis sau 2 នាទីទៀតថា candle មួយនេះវាបាត់យ៉ាងម៉េច ហើយបានខ្ញុំធ្វើ log អត់ចាំបាច់ធ្វើ log ទេព្រោះនេះវាប្រែប្រួល Okay but bullish បន្តដំណើរ15 point នៅឡើយលក្ខណៈ15 point ហ្នឹងតាមការស្រាវជ្រាវយើងទទួលបានមកมันជាច្រើនទេដូចនេះជាទិន្នន័យដែលបង្ហាញស្រាប់ខ្ទង់10គឺមានតែ11ទេស្ទះឈ្នះ50 point មាន9ឈ្នះខ្ពស់បំផុតគឺ45ទៅលើបរិមាណជាង100 point ជាង100 point អាច100គត់150 200រហូតដល់ច្រើន100 point ច្រើន100 point ច្រើន100 pointហើយដល់ច្រើន100 point អ្វីដែលនៅក្នុងចិត្តរបស់ខ្ញុំនៅក្នុងចិត្តរបស់ខ្ញុំពេលនេះគឺខ្ញុំកំណត់ target របស់ខ្ញុំទៅលើយ៉ាងហោចណាស់ក៏ត្រឹម fill the wick នៅខាងលើ fill the wick នៅខាងលើនេះប្រហែលបើសិនបើយើងគិតជា point វានៅក្នុងកំឡុង what នៅក្នុងកំឡុង70 point វាមិនជាអាក្រក់អីប្រហែលវាមិនជាអាក្រក់អីប្រហែលនោះទេតែពេលនេះយុទ្ធសាស្ត្ររបស់យើងគឺយើងត្រូវរំកិល stop loss របស់យើងបើយើងឲ្យតិចបំផុតកាល stop loss បើយើងឲ្យទាបបំផុតបើសិនបើទីផ្សារ
ត្រូវឲ្យយើងពិតមែនគឺវាត្រូវធ្វើ high 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 low high 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 low ជារឿយៗទៅខាងលើបើសិនបើវាមិនធ្វើអញ្ចឹងគឺយើងត្រូវព្យាយាមបន្ថយនៅ risk របស់យើងនេះគឺជាវិធីខ្ញុំបង្ហាញទាំងយុទ្ធសាស្ត្រហើយនិងវិធីកាត់បន្ថយនៅហានិភ័យរបស់យើងនៅពេលនេះនៅត្រឹមប្រហែលនៅត្រឹម66 point ច្រើនដែរច្រើនគួរសមដែរអូខេខ្ញុំធ្វើការ post នៅក្នុងមានកន្លែង post ចេះតែចង់ post នៅក្នុង Discord ជាកន្លែងដែលខ្ញុំផ្ទុកនៅរាល់ទិន្នន័យដែលខ្ញុំធ្វើការសិក្សាពីព្រឹត្តិកម្មតម្លៃរួមទាំងអស់នៅទីនេះអូខេបើសិនបើវាអត់ទៅលើជាការពិតណាវាអត់ទៅ feel the week ហើយសំខាន់វាមាន resistant ត្រង់កន្លែងនេះ resistant call នៅត្រង់កន្លែងនេះ1 2ពីបតែអ្វីដែលយើងរំពឹងគឺរំពឹងត្រឹមតែប៉ុណ្នេះបើវាមិនឲ្យបានគឺក៏មិនចាំបាច់អត់បបើវាមិនឲ្យយើងក៏អត់ទទួលbackup on backup on target ត្រឹមតែ73 point 70 point ជាងវាគួរណាស់តែទីផ្សារមេតាយើង
Come on, come on. Sắp 5 นาทีទៀត Okay. So 2 នាទីជាងទៀត
30 วิ30 វិនាទី Okay channel ថ្មីតែបានបើក candle ថ្មីតែបានបើក ដែលជា candle ដែលត្រូវទម្លាស់គោលដៅនៅពេលនេះ Come on ទៅមុខទៅមាត់ ដល់ឬមិនដល់ ដល់ឬមិនដល់ ខ្ញុំកំពុងតែស្រែកឃ្លាននៅក្នុងការ post ដល់ឬមិនដល់ ដល់ឬមិនដល់ បើបែបហ្នឹង រំកិលឲ្យ stop loss ឲ្យទៅជា break even អូខេទៅជា break even ប៉ុន្តែលែងខ្វល់ថាវានឹងខាត và dừng khát cứ p và lìa p và lìa để rong chấm ban trầm tại break even BE oh
Pilot